បាទខ្ញុំបាទលោកគ្រូចៅមកជុលពេជ្រសូមធ្វើការគោរពនឹងអោនកាយបប្របាទទៅដល់សំណាក់លោកគ្រូជារៀមច្បងទាំងអស់ពីចម្ងាយផងទទួលការគោរពពីខ្ញុំបាទលោកគ្រូចៅមកជុលពេជ្របាទហើយថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការចែករំលែកនៃក្បួនមួយប្រភេទគេហៅថាយ័ន្តឆាត់7ជាន់ឬមួយក៏ជាទូទៅអ្នកគ្រូខ្លះគាត់ហៅថាយ័ន្តខ្មោចបាទយ័ន្តខ្មោចនេះដែរឈ្មោះយ័ន្តនឹងពិតប្រាកដគេហៅថាយ័ន្តឆាត់7ជាន់បាទជាឈ្មោះរបស់គេពិតប្រាកដបាទហើយយ័ន្តនេះដែរគឺវាមានអានុភាពខ្លាំងណាស់បែកខាងអំពើមិនថាប្រើក្នុងអំពើស្នេហ៍ការបំបីបំបាក់គ្នាការធ្វើឲ្យឈឺធ្វើឲ្យវិនិច្ឆ័យឬក៏ធ្វើអន្តរាយដល់អីផ្សេងក៏យ័ន្តនេះគឺខ្លាំងជាងគេហើយបាទយ័ន្តនេះគឺខ្លាំងណាស់បាទប៉ុន្តែគាត់ថាខ្ញុំបាទមិនដែលប្រើយ័ន្តនេះនៅក្នុងផ្លូវឆ្វេងអ្វីទេខ្ញុំបាទជាទូទៅប្រើច្រើនតែប្រើនៅក្នុងផ្លូវទៅថាប្រម៉ែប្រមូលប្តីប្រពន្ធគេដែលបែកបាក់គ្នាដែលពិបាកនៅក្នុងការហៅមកវារឹងខ្លាំងវាតឹងខ្លាំងអីចឹងទៅគឺប្រើក្បួនយ័ន្តមួយនេះបាទខ្ញុំប្រើក្បួនយ័ន្តមួយនេះពីព្រោះដោយសារតែក្បួនយ័ន្តមួយនេះវាខ្លាំងសម្រាប់ខ្ញុំបាទលោកគ្រូចៅបញ្ចុះពេជ្រហើយខ្ញុំក៏មិនងាយនៅក្នុងការចែករំលែកនៃក្បួននេះដែរប៉ុន្តែគ្រាន់តែថាជាការចែករំលែកដើម្បីការរក្សាគេមរតកក្បួនបុរាណហ្នឹងទុកទៅបាទហើយទៀតសោតខ្ញុំបាទសូមធ្វើការបកស្រាយយ័ន្តនេះនៅក្នុងផ្លូវមុនស្នេហ៍ផ្លូវអំពើស្នេហ៍ចំពោះយ័ន្តមួយនេះចង់នៅក្នុងការធ្វើអំពើស្នេហ៍បើចង់ឲ្យកាន់តែខ្លាំងជាងគេបំផុតគឺលោកគ្រូត្រូវរកកន្សែងគ្រប់មុខខ្មោចបាទកន្សែងគ្រប់មុខខ្មោចយកមកចាជាយ័ន្តហ្នឹងបាទតែបើអត់មានកន្សែងគ្រប់មុខខ្មោចទេក៏យើងយកជាតុងបលឹងបាទតុងបលឹងបើអត់ទាំងតុងបលឹងទៀតយកអាវបាទអាវឬក៏ខោឬក៏សំពត់របស់បកគលដែលយើងធ្វើពិធីហ្នឹងបាទដែលយើងធ្វើពិធីឧទាហរណ៍ថាប្រម៉ែប្រមោប្តីប្រពន្ធគេទៅយើងកាត់ពីរមកកាត់ប្រុសមួយស្រីមួយបាទហើយចាជាយ័ន្តហ្នឹងទៅតែបើអត់ទេក៏លោកគ្រូក៏ចាយ័ន្តហ្នឹងនៅលើរូបថតទៅរូបថតដោយលោកគ្រូយកមកផ្គុំបញ្ចូលគ្នាហ្នឹងរូបថតប្រុសមួយចំហៀងស្រីមួយចំហៀងមកហើយលោកគ្រូចាជាយ័ន្តហ្នឹងនៅពីមុខរូបថតទាំងសងខាងហើយយកមកផ្គុំបញ្ចូលគ្នាទៅតាមរបៀបរបបនៃការធ្វើរបស់លោកគ្រូរៀងខ្លួនបាទគ្រាន់តែថាយើងដូរជាយ័ន្តនោះយ័ន្តផ្សេងមកជាយ័ន្តខ្មោចឬក៏យ័ន្តឆាត់7ជាន់នេះហើយចំពោះយ័ន្តឆាត់7ជាន់នេះដែរមុននឹងលោកគ្រូចាប់ផ្ដើមចាជាយ័ន្តយើងសូត្រអរិទ្ធនីវន្តាគ្រូនៅមុខអាសនៈយើងឲ្យចប់កិច្ចចប់ពិធីត្រឹមត្រូវហើយបានយើងចាប់ផ្ដើមបន្តនោះគឺការអញ្ជើញគ្រូអរិយធំតាក់ទងនឹងក្បួនយ័ន្តមួយនេះបាទពេលដែលលោកគ្រូសូត្រអញ្ជើញគ្រូហ្នឹងគឺលោកគ្រូឲ្យធុកតែមួយសរសៃទេបាទធុកដែលយើងមានថាធុកដែលយើងថ្វាយនៅលើអាសនៈរបស់យើងឲ្យប្រមាណសរសៃតាមទម្លាប់គឺឲ្យប៉ុណ្ណឹងខ្លួនឯងដដែលប៉ុន្តែសម្រាប់យ័ន្តមួយនេះពេលដែលសូត្របកាថាអញ្ជើញគ្រូនេះគឺលោកគ្រូកាន់ធុកតែមួយសរសៃទេបាទកាន់ធុកតែមួយសរសៃនឹងដៃយើងទៅបន្នំទៅហើយយើងសូត្របកាថានេះសូត្រថាអញ្ចេះអូមអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍បរៈធំទាំង10000លោកធាតុជួយទល់ខ្នងនៃពួកពលអញខ្ញុំស្វាហៈបាទខ្ញុំសូត្រម្ដងទៀតអូមអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍បរៈធំទាំង10000លោកធាតុជួយទល់ខ្នងនៃពួកពលអញខ្ញុំស្វាហៈបាទលោកគ្រូសូត្របកាថានឹង7ចប់បាទសូត្របកាថា7ចប់ហើយចាំយកធុកនឹងយកទៅអោចនៅនឹងកំប៉ុងជើងធុកដែលយើងធ្វើពិធីនឹងវិញទៅបាទប៉ុន្តែខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះបន្តិចណាក្បួនយ័ន្តមួយនេះពេលដែលលោកគ្រូអោចធុកបើចង់ឲ្យល្អគួរណាតែមានកំប៉ុងជើងធុកមួយផ្សេងទៀតបាទមានកំប៉ុងជើងធុកមួយផ្សេងទៀតសម្រាប់តម្រូវពេលដែលលោកគ្រូឲ្យធុកមួយសរសៃហ្នឹងគួរកុំយកជើងធុកហ្នឹងយកទៅដោតនៅលើអាកំប៉ុងជើងធុកគ្រូបជីផ្ទាល់ខ្លួនយើងបាទពីព្រោះថាយ័ន្តមួយនេះគឺជាយ័ន្តខ្មោចគឺតម្រូវជាប្រភេទយ័ន្តអំពើអញ្ចឹងបើលោកគ្រូខ្លះទៅគាត់មានគ្រូបជីលោកគាត់ប្រកាន់ដែរបាទគាត់ប្រកាន់ដែរអញ្ចឹងគួរឲ្យមានកំប៉ុងជើងធុកផ្សេងមួយទៀតមកដាក់អង្គឬក៏ផេះហ្នឹងទៅខ្សាច់ហ្នឹងទៅហើយយើងដោតទៅធុងមកតសៃឲ្យទៀនក្រហមឆ្វេងស្ដាំមកគូមកបានហើយឬក៏ទៀនប៉សទៅបាទហើយលោកគ្រូចាប់ផ្ដើមចាជាយ័ន្តនេះខ្ញុំឧទាហរណ៍ថាធ្វើលើរូបថតទៅចោះបើសិនជារកកសែងគ្រប់មុខខ្មោចគ្រប់អីមិនមានបាទប៉ុន្តែគាត់ថាក្បួននេះបើចង់ឲ្យខ្លាំងត្រូវរកកន្សែងគ្រប់មុខខ្មោចយកមកធ្វើពិធីអាហ្នឹងបើចង់ឲ្យខ្លាំងបាទហើយមានជាឈើសូរូបខ្មោចឈើអីតិចតួចទៅឬក៏ឆ្អឹងខ្មោចហ្នឹងយកមករុំជាមួយនឹងរូបថតរុំឬក៏រុំជាមួយនឹងរូបកមួនអីចឹងទៅអាហ្នឹងបើឲ្យសំណុំនៃក្បួនហ្នឹងពិតប្រាកដបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាត្រឹមតែធ្វើរូបថតទៅចោះអញ្ចឹងចារូបថតហ្នឹងមកគូមកមានប្រុសមួយស្រីមួយខាបឈ្មោះតាមដែលលោកគ្រូ
ធ្វើរដងបប្របាត់រដងហ្នឹងទៅហើយយើងបន្ថុចយន់នេះដោយបគាថាផ្សេងអញ្ចឹងទៅរកបគាថាដែលខ្លាំងដែលលោកគ្រូគាត់ថាវាខ្លាំងវាប្រកែហើយក៏យកបគាថាហ្នឹងយកមកប្រើមកបាទចាជាយន់ហ្នឹងទឹមគ្នាបាន2ស្លឹកហើយលោកគ្រូយកយន់ហ្នឹងយកមកដាក់នៅលើថាសបាទដាក់នៅលើថាសជើងពៀនយើងអញ្ចឹងទៅហើយចាប់ផ្ដើមសូត្របគាថាដាស់រូបថតហ្នឹងទៅបគាថាដាស់រូបថតសូត្រថាអញ្ចឹងតិតៈមៈអផផាយអយ៉ាងមៈខੰរឹងអូមៈភគវាតិណੰវិខੰស្វាហៈបាទលោកគ្រូសូត្របគាថាហ្នឹង33ចប់ណាខ្ញុំសូត្រម្ដងទៀតតិតៈមៈអផផាយអយ៉ាងមៈខੰរឹងអូមៈភគវាតិណੰវិខੰស្វាហៈបាទសូត្របគាថាហ្នឹង33ចប់សូត្រដាស់រូបថតសូត្រដាស់រូបថតដែលមានយន់ទាំងពីរហ្នឹងទៅបាទពេលដែលលោកគ្រូចាប់ផ្ដើមសូត្រដាស់ចប់អីហ្នឹងទៅបានចាប់ផ្ដើមយករូបថតហ្នឹងយកទៅសែននៅលើពេខ្ញុំបាទសូមបញ្ជាក់ផងដែរថាក្បួនមួយនេះខ្លាំងប្រកែគឺវាតាក់ទងនឹងក្បួនខ្មោចទាំងស្រុងហើយអ្វីដែលខ្ញុំបកស្រាយនេះគ្រាន់តែជាការបកស្រាយបែបត្រួសនៃក្បួនយន់មួយនេះទេប៉ុន្តែបើឲ្យខ្ញុំបកស្រាយទាំងសំណុំវាម្ដងគឺវាចំណាយពេលច្រើនហើយក៏បគាថាវានឹងក៏ច្រើនដែរបាទអញ្ចឹងខ្ញុំបាទសូមទៅបកស្រាយត្រឹមតែក្បួនដែលតាក់ទងនៅក្នុងការធ្វើពិធីស្នេហ៍មួយចំនួនតូចទេណាបាទអញ្ចឹងលោកគ្រូចាប់ផ្ដើមសែនជាពេពេលដែលលោកគ្រូចាប់ផ្ដើមដាស់ជាយន់ដៃលើរូបថតហើយទៅលោកគ្រូចាប់ផ្ដើមមានជាពេមួយមកពេចំោះជ្រូក3ជ្រុងឬក៏ពេ4ជ្រុងទៅយើងធ្វើ5រូតមកមានបាយសម្លញោមភ្លាផ្លែឈើតិចតួចចិត្តតិចតួចមកដាក់នៅលើពេហ្នឹងទាំងអស់ទៅបាទហើយលោកគ្រូកុំភ្លេចឲ្យសោះរឿងបាយសបាយក្រហមឬក៏បាយ3ពណ៌ហ្នឹងហើយបាយ3ពណ៌គឺមានលីពណ៌ខៀវមួយទៀតបាទមានសមានក្រហមនិងលីពណ៌ខៀវបាយពណ៌សគឺបាយសយើងធម្មតាអត់មានលីពណ៌ទេហើយបាយពណ៌ក្រហមពណ៌ហ្នឹងគឺយើងប្រឡាក់ជាមួយនឹងត្នោតបាទស្ករត្នោតយើងហ្នឹងហើយបាយពណ៌ខៀវឬក៏ពណ៌បេតុងហ្នឹងយើងប្រឡាក់លាក់ទៅហ្នឹងហើយធ្វើម៉េចឲ្យបាយហ្នឹងឲ្យបាន3ពណ៌ហើយ3បនូនដាក់តម្រៀបទឹមគ្នានៅកណ្ដាលពេហ្នឹងបាទហើយមានប្រហុកឆៅពី3ចង្វាផងដាក់នៅលើពេហ្នឹងជាមួយគ្នាទៅហើយលោកគ្រូចូលយករូបថតតាំងពីអ្នកប្តីប្រពន្ធដែលយើងចង់ប្រម៉ែប្រមូលបញ្ចូលគ្នានឹងដាក់តម្រៀបគ្នានៅលើពេហ្នឹងទាំងអស់បាទដាក់តម្រៀបគ្នានៅលើពេហើយបានចាប់ផ្ដើមសូត្របគាថាអញ្ជើញខ្មោចអញ្ជើញព្រាយមកសែនពេមកសែនសោយចំណីអាហារនៅលើពេបាទអញ្ចឹងខ្ញុំបាទសូមសូត្រមួយដើម្បីឲ្យលោកគ្រូស្រួលកត់ពីព្រោះអីខ្ញុំបាទមិនផ្ញើជារូបភាពនៃតួអក្សរចូលនៅក្នុងកុំព្យូទ័រតែហ្មងទេបាទខ្ញុំបាទគ្រាន់តែសុំតែសូត្រនៃបគាថាបានហើយពីព្រោះថាក្បួនមួយនេះវាខ្លាំងវាប្រកែអញ្ចឹងខ្ញុំបាទមិនចង់បង្ហាញសរសេរអក្សរជាសាធារណៈទេខ្ញុំចង់សូត្របាទអញ្ចឹងបើលោកគ្រូណាមានឧបនិស្ស័យចង់រៀនចឹងអីចូលខាវីដេអូនោះឲ្យកត់បគាថានឹងទុកទៅតាមការចង់រៀនខ្លួនឯងបាទពីព្រោះធម្មតាបើចិត្តចង់ហើយគឺព្យាយាមហើយបាទអញ្ចឹងបគាថានោះគេសូត្រថាអញ្ចឹងផន្តេទេវោទេវតោសរីភូតោពិសាជេវៈអហិកន្ធ្វាខេបាំងពោជាភោជនੰចបការោបរិរូបោសមន្តណੰសមន្តឡੰមនោរាមេភោជេភោចាំងធិពោចពុធុបាំងវលិកន្ធ្វាទើបអញ្ជើញទេពព្រឹកអរិយនៅសពដើមព្រឹកសាជ្រោះជ្រងចលងថ្មដាករីបុបតាមកយកក្រយ៉ាដែលអញបូជាខ្សែផ្សោយទើបអញ្ជើញព្រីធំវឹសចម្ពុះដោយពុជពងផៅពីងស្ដាប់ពីអញស្រឡាញ់លោមហៅចូលចេញមកក្រៅខ្សែផ្សោយអាហារសូមអញ្ជើញព្រីហោះព្រីហើផ្លេចផ្លោះនៅអាកាសាពីងចូលឆាប់ប្រញាប់រុះរាមកយកក្រយ៉ាដែលអញបូជាហោងទោះព្រីម្ដាយដើមតែងធ្វើសម្បើមអស់កូនក្មេងផងពីងស្ដាប់ពីអញលុំគេស្នេហ៍ស្នងហៅហើយមកហោងបរិភោគចំណីទើបអញ្ជើញព្រីរបាពីងដើរត្រអាត្រាច់ដោយផែនដីចូលចេញមកឆាប់ប្រញាប់គ្មៀតក្មៃទទួលចំណីបរិភោគសបាយពេលរូតពេលរាយញោមភ្លាសាំលាយចំណីសខ្មៅអញរៀបផ្ចិតផ្ចង់បំរុងចាំនៅសោយហើយចេញទៅបាទសោយហើយចេញទៅហ្នឹងគឺលោកគ្រូបញ្ចូលឈ្មោះបកគល2នាក់ដែលយើងចង់ឲ្យព្រាយហ្នឹងវាទៅធ្វើអីឲ្យយើងណាសោយហើយចេញទៅណាចេញទៅហ្នឹងគឺខ្ញុំចង់និយាយថាឲ្យបកគលចេញទៅឲ្យហៅបកគលកឲ្យរត់មករកបកគលខណាក្នុងរយៈពេល3ថ្ងៃឬ7ថ្ងៃអញ្ចឹងទៅតាមតែលោកគ្រូឧបកិច្ចត្រង់ចំណុចហ្នឹងបញ្ចុះឈ្មោះគេត្រង់ចំណុចហ្នឹង
ហើយបានសូត្រថាអ្នកមោពុទ្ធស័កអ្នកមោធម្មស័កអ្នកមោសង្ឃស័កសេយៈថេចលាំងហុលោស្វាហាយៈបាទបកាថាសែនពេនេះគឺលោកគ្រូអ្នកគ្រូសូត្រ3ចប់បាទសូត្រ3ចប់សូត្រ3ចប់ហ្នឹងដៃលោកគ្រូអ្នកគ្រូហ្នឹងកាន់ធូប5សរសៃអញ្ចឹងទៅហើយយើងអុជទៀនលើពេហ្នឹងអុជតែម្ដងបានហើយទៀនពណ៌ក្រហមតែម្ដងទៅហើយធូបកាន់នឹងដៃ5សរសៃហើយលោកគ្រូអ្នកគ្រូសូត្របដាយកធូបហ្នឹងគោះនៅលើពេហ្នឹងបដាទៅបាទគោះនៅលើពេប៉ុន្តែបកាថានេះយើងសូត្រតែ3ចប់ទេសូត្រ3ចប់ចឹងហើយលោកគ្រូអ្នកគ្រូដោតធូបដែលលោកគ្រូអ្នកគ្រូកាន់នឹងដៃហ្នឹងដោតនៅលើពេហ្នឹងចោលទៅហើយលោកគ្រូអ្នកគ្រូដើរចេញឲ្យឆ្ងាយពីពេបាទខ្មោចព្រាយដែលយើងហៅវាមកឲ្យវាស៊ីពេហើយយើងក៏ដាច់នឹងអង្គុយមើលវាស៊ីពេបានទេបាទខ្មោចព្រាយវាប្រកាន់យើងវិញវាថាយើងនឹងឲ្យវាស៊ីបញ្ឆោតវាអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូឲ្យសែនពេអីឲ្យខ្មោចឲ្យព្រាយស៊ីពេលដែលលោកគ្រូអ្នកគ្រូសែនឲ្យកុំទៅឈរនៅក្បែរពេហ្នឹងបាទលោកគ្រូអ្នកគ្រូដើរចេញទៅដើរតែផឹកកាហ្វេទៅអីចឹងទៅជក់បរិយមកដើរមកចឹងទៅមើលតែធូបទៀនហ្នឹងវាឆេះចិត្តអស់ហើយចាំលោកគ្រូអ្នកគ្រូដើរមកវិញបាទដើរមកវិញហើយទះដៃលើពេនឹងបែកដៃទៅងែថ្នមហើយយើងឧបកិច្ចថាអូពួកឯងស៊ីហើយអីណាអាកូនចៅកូនឪណាស៊ីហើយស៊ីចុកហើយបើស៊ីចុកហើយឥឡូវនេះឲ្យប្រើកូនឯងនេះទៅយកពួកអាមួយនេះឲ្យរត់មករោមួយនេះណាយើងឧបកិច្ចចឹងទៅបាទហើយតែប៉ុណ្ណឹងទៅគឺបានហើយបាទពេលដែលលោកគ្រូអ្នកគ្រូចាប់ផ្ដើមសែនពេដាស់រូបថតដាស់អីចប់កាច់ហើយបានលោកគ្រូអ្នកគ្រូដល់វគ្គចាប់ផ្ដើមសូត្របកាថាខាបហើយបកាថាខាបនៃក្បួនយ័ន្តមួយនេះគេហៅថាយ័ន្តខ្មោចអញ្ចឹងបកាថារបស់វាហ្នឹងក៏វាតាក់ទងនឹងបកាថាស្នេហ៍ព្រាយដែរបាទស្នេហ៍ព្រាយស្នេហ៍ខ្មោចទាំងអស់បាទហើយបកាថាស្នេហ៍ព្រាយស្នេហ៍ខ្មោចគឺមានទាំងអស់7មេបាទមានទាំងអស់7មេដោយពីមេទី1ទៅមេទី6លោកគ្រូអ្នកគ្រូសូត្រតែ7ចប់ទេតែដល់ពេលមេទី7គឺជាមេដែលលោកគ្រូត្រូវអង្គុយចម្រើនបរិកម្មបាទការចម្រើនបរិកម្មគឺមិនគិតចំនួនចប់ទេបាទមិនគិតចំនួនចប់ទេតាមតែលោកគ្រូអ្នកគ្រូថាអាចអង្គុយបានប៉ុណ្ណាក៏អង្គុយប៉ុណ្ណឹងទៅពីព្រោះការអញ្ជើញព្រាយការបញ្ជីព្រាយនៅមេទី7ហ្នឹងគឺយើងអត់គិតចំនួនទេបាទអញ្ចឹងលោកគ្រូអ្នកគ្រូចាំកត់បាទខ្ញុំបាទដូចខ្ញុំបាទបកស្រាយអញ្ចឹងខ្ញុំបាទមិនសរសេរជាបកាថាជូនទេតែខ្ញុំបាទនឹងសូត្រឲ្យស្ដាប់មួយមិនឲ្យលឿនទេហើយលោកគ្រូអ្នកគ្រូកត់ចម្លងចូលកាពីខ្លួនឯងទៅបាទមេទី1ខ្ញុំសូត្រថាអញ្ចឹងអូមេអញនិមន្តមេខាឡាឲ្យអាកធ្លាក់អំពីទនំអញខាបទាំងព្រីតូចអញខាបទាំងព្រីធំអញខាបទាំងរណតាព្រៃភ្នំអញខាបទាំងអស់លោកទូសបារមីអញខាបទាំងអាបអញខាបទាំងព្រាយគ្រូខាងម្ដាយខាងឪពុកអាកផងទាំងឡាយទាំង30សងអូមេអញនិមន្តមេខាបកម្រាបបារមីអញនិមន្តមេស្រីទាំងស្រីទេវតាព្រីវើយទៅយកអាកនោះឲ្យអញឆាប់ណាឲ្យដូចប្រមុនអញអាអឹកអីហងណាអាកតុយចុងក្រោយអាអឹកអីហងហើយមេទី2នាងតៃសងាត់ព្រីកាន់ឈើច្រត់ឡើងជើងភ្នំជើងម្ដែងជាគ្រូអស់ខ្មោចនាងតៃសឡាងអញប្រើព្រីទៅភ្លាមមកភ្លាមកណ្ដាលអាត្រៀតដាស់សតុំអញធ្វើឲ្យព្រីយំសំលេងព្រីយំដូចផ្គរអញប្រើព្រីទៅកំបីឈប់ឈរអញហៅព្រីមកឲ្យទៅយកអាកឲ្យរត់មករកមីខឲ្យឆាប់បញ្ញាប់ណាព្រីអើយណាអាហ្នឹងមេទី2ដល់ពេលចូលដល់មេទី3គេសូត្រថាចេះទៅពៅវើយនាងពៅអញប្រើព្រាយទៅគួនាងស្ដាប់សម្រេចរាជសីអញប្រើតាំងព្រីប្រុសអញប្រើតាំងព្រីស្រីតើនកវើណាព្រីវើយទៅយកអាកនោះឲ្យរត់មករកមីខឲ្យបានឲ្យអញឆាប់បញ្ញាប់ណាព្រីវើយណាអាហ្នឹងគឺជាមេទី2ហើយមេទីទាំងអស់ហ្នឹងគឺសូត្រ7ចប់ទាំងអស់ដូចគ្នាបាទហើយបានចាប់ផ្ដើមសូត្រមេទី4សូត្រថាអញ្ចេះអូមៈទុនទួយអញ្ជើញព្រីទាំង6មកជួយកម្លាំងអញអញ្ជើញនាងអឹកសក់ខ្លីអញ្ជើញនាងអីសក់វែងអញ្ជើញនាងរំភាយកន្សៃនាងមកឆាប់រាអញនិយាយអញប្រាស្រីព្រីចៅអញថាត្រង់ណានាងយកត្រង់នោះអញថាចំឈ្មោះអកយកមកឲ្យអញឲ្យឆាប់បញ្ញាប់ណាព្រីថ្លៃណាអាហ្នឹងគឺមេទី4បាទដល់ពេលមេទី5គេសូត្រថាចេះអូមៈជុំទើបអញ្ជើញស្រីខ្មៅបើអញមានបើក្រអញហៅព្រីមកបើកូននាងយំសុំអញបំបៅអញប្រើព្រីទៅឲ្យទៅយកអាកនោះឲ្យរត់មករកមីខឲ្យឆាប់បញ្ញាប់ណាមនាងព្រាយណាអាហ្នឹងសូត្រ7ចប់ដូចគ្នាហើយមេទី6សូត្រថាចេះ
នាងអុចនាងថើមធូណយព្រីរត់រំសាយទាំងសក់ព្រីគូចទាំងផ្កាព្រីវើយតែយកអាកនោះឲ្យរត់មករកមីខឲ្យអញឆាប់រាឲ្យដូចប្រមុនអញហងបាទហ្នឹងគឺមេទី6បាទហើយមេទី6ហ្នឹងគឺលោកគ្រូទាំងមេទី1ទាំងមេទី2ទី3ទី4ទី5ទី6គឺលោកគ្រូសូត្រមួយមេ7ចប់បាទសូត្របណ្ដើបាញ់ទឹកអប់លើរូបថតហ្នឹងមកឈិតបណ្ដើទៅបាទប៉ុន្តែខ្ញុំសូមប្រាប់ការប្រើបគាថាខាប់ព្រាយគឺសូមកុំប្រើទឹកមុនជាពិសេសគឺទឹកមុននៅលើអាសនៈយើងនឹងតែម្ដងបាទទឹកមុននៅលើអាសនៈយកសម្រាប់យកតែប្រោះព្រំលើអាសនៈទៅបានហើយប៉ុន្តែពេលដែលសូត្រខាប់ព្រាយឲ្យព្រាយទៅធ្វើការអ្វីមួយឬក៏សូត្រហៅខ្មោចហៅព្រាយឬក៏ការសូត្រហៅខ្មោចហៅព្រាយគឺលោកគ្រូកុំប្រើទឹកមុនប្រើតែទឹកអប់ទៅបានហើយប្រើតែទឹកអប់បាញ់ឆើឈឺនៅលើរូបថតទៅបានហើយតែបើប្រើទឹកមុនប្រោះព្រំទៅលើរូបថតហ្នឹងព្រីដែលយើងទៅហ្នឹងវាក្តៅក្រហាយបាទវាក្តៅក្រហល់ក្រហាយដូចយើងយកភ្លើងទៅរោលើវាអញ្ចឹងបាទពីពួកពពួកខ្មោចពពួកព្រីដែលប្រើបែបអញ្ចឹងវាអត់ត្រូវការទឹកមុនទេបាទអញ្ចឹងតែវាត្រូវការក្លិនក្អូបដូចជាផ្កាដូចជាទឹកអប់អីអញ្ចឹងទៅវាត្រូវការហ្នឹងទេបាទអញ្ចឹងហើយឥឡូវនេះចូលដល់មេទី7ដែលជាមេអង្គុយខាបចំពោះមេអង្គុយខាបនេះដែរគឺអត់មានគិតចំនួនចប់ទេគឺលោកគ្រូសូត្រប្រមាណចប់ក៏សូត្រទៅតែបើសម្រាប់ខ្ញុំបាទលោកគ្រូចៅមកជោពេជ្រជាទូទៅខ្ញុំសូត្រតែ2ទេគឺទី1ខ្ញុំសូត្រ33ចប់តែបើមិនចឹងទេ108ចប់គឺមួយខ្សែអាចារ្យបាទហើយឬក៏លោកគ្រូសូត្រប៉ុណ្ណាក៏សូត្រប៉ុណ្ណឹងទៅតាមចិត្តលោកគ្រូរៀងខ្លួនបាទបគាឋានគេសូត្រឋានចេះអូមអញ្ជើញព្រីហោះព្រីហើព្រីមណ្ដាកូនខ្ចីព្រីទុសបារមីព្រីអរិយអ្នកតាព្រីអើយមកណាមកជួយអញជាគ្រូបាជីហោងអញហៅចំឈ្មោះអកឲ្យរត់មកទាំងយប់ឲ្យរត់មកទាំងថ្ងៃមករោគប្រពន្ធឈ្មោះខឲ្យឆាប់ប្រញាប់ដូចពីអញហៅ7ថ្ងៃឲ្យដល់អាហិអាកមករੂមរៈមេត្រីស្នេហ៍នាងខអាកច្ចយៈអាកច្ចហិមៈម៉ានិម៉ារ៉ែវបាទអញ្ចឹងបគាថានេះគឺសម្រាប់យកមកសូត្រចម្រើនបរិកម្មទៅបាទហើយបគាថានេះដែរក្បួនយ័ន្តឆាត់7ជាន់នៅដែរខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមធ្វើការបកស្រាយតែប៉ុណ្្នឹងទេបាទប៉ុន្តែគ្រាន់បញ្ជាក់ថាក្បួនយ័ន្តនេះគឺច្រើនជាងនឹងបាទច្រើនជាងនឹងមែនតែនមានតាំងពីយកឈើសូររូបខ្មោចកន្សែងគ្រប់មុខខ្មោចឬក៏ឆ្អឹងខ្មោចតៃហោងផ្សេងនឹងយកមករុំគ្នាបញ្ចូលដាស់ដោយបគាថាខ្មោចបគាថាព្រីផ្សេងទៀតបាទសម្រាប់ធ្វើយ័ន្តមួយនេះវាមានព្រលឹងមានអានុភាពខ្លាំងប្រកែមែនតែនប៉ុន្តែវាតាក់ទងទៅនឹងក្បួនខ្មោចទាំងអស់បាទហើយខ្ញុំបាទសូមធ្វើការបកស្រាយបញ្យលនៅបគាថាដែលខ្ញុំបាទបកស្រាយមុននេះវាគ្រាន់ជាផ្នែកមួយនៃអំពើស្នេហ៍ទេបាទវាគ្រាន់តែជាផ្នែកមួយនៃអំពើស្នេហ៍ប៉ុន្តែវាមិនមែនប្រើបានតែប៉ុណ្្នឹងទេវាប្រើបានច្រើនជាងនឹងបាទអញ្ចឹងគឺធ្វើតែប៉ុណ្្នឹងទេហើយលោកគ្រូរូបថតហ្នឹងក្បួនស្នេហ៍ព្រាយហ្នឹងគឺយើងខាបតែ3យប់ទេបាទនេះយប់ទី1យើងធ្វើប៉ុណ្ណឹងយប់ទី2ទី3គឺយើងធ្វើប៉ុណ្ណឹងដូចគ្នាដល់ពេលយប់ទី3ចាំលោកគ្រូសូត្រចប់ទៅចាំយើងចងអំបោះស៊ីម៉ាចងអីតាមការគួរបស់លោកគ្រូរៀងខ្លួនទៅបាទអញ្ចឹងខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមធ្វើការបកស្រាយត្រឹមតែប៉ុណ្្នឹងទេចំពោះយ័ន្តឆាត់7ជាន់ឬមួយក៏យ័ន្តខ្មោចបាទអញ្ចឹងខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមអោនកាយគោរពនិងថ្វាយបង្គំលាទៅដល់សំណាក់លោកគ្រូនិងព្រះសង្ឃគុណព្រះអង្គគុណម្ចាស់គ្រប់ព្រះអង្គផងបាទសូមទទួលការដែលថាសុខសប្បាយតិចតិចចម្រុងចម្រើនទាំងអស់គ្នាណាការសិក្សាមុនវិជាការជាគេមរតកដូនតាខ្មែរយើងឲ្យវាបានតែចាស់តែចង់ទម្លុំទម្លាយអញ្ចឹងទៅបាទខ្ញុំបាទក៏ជាផ្នែកមួយនៃការរក្សានៅវប្បធម៌មួយនឹងដែរទៅតាមការចេះដឹងរៀនសូត្រតិចតួចដែលបានរៀនសូត្រមកឆ្លងកាត់មកអញ្ចឹងទៅក៏ចេះតែចែករំលែកគ្នារៀនទៅវិញទៅមកអញ្ចឹងទៅបាទពីព្រោះតែយើងស្លាប់ទៅវិញក៏គ្មានទៅវិចក្បួនទាំងអស់ហ្នឹងទៅជាមួយគ្នាកើតដែរអញ្ចឹងវាមានត្រឹមតែជាការចែករំលែកក៏ស្មើនឹងការអរគុណដូចគ្នាបាទអញ្ចឹងខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមអោនកាយគ្រប់នឹងថ្វាយបង្គំលា